ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាននានាជាច្រើនក៏ប៉ុន្តែខ្ញុំដាក់រូបនេះគឺសារព័ត៌មាន Reuters អញ្ចឹងខ្ញុំដកសងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបានដឹងគឺបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាគឺរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបាទនឹងចូលរួមនៅក្នុងការចរចាសន្តិភាពដែលកំពុងតែប្រព្រឹត្តទៅជាមួយនឹងប្រទេសកម្ពុជាគឺការចូលរួមគឺនៅថ្ងៃសៅរ៍ស្អែកនេះបាទដែលអាចនឹងបាទគេប្រាប់ថា that could lead to a truce បាទដែលអាចនឹងឈានទៅដល់សម្រេចបាននៅបទជបាញ់គ្នាមួយនេះបើតាមការបញ្ជាក់ដោយលោកអនុทิនខ្លួនឯងដែលជានាយករដ្ឋមន្ត្រីនៃប្រទេសថៃបាននិយាយនៅថ្ងៃសុក្រនេះបាទគឺខុសពីលក្ខខណ្ឌពីមុនបើគាត់ថាខ្មែរតតែខ្មែរសុំជប់មុនបាទអញ្ចឹងតើយ៉ាងម៉េចឥឡូវលោកអនុทิនបាននិយាយមុនទៅហើយថាអាចនឹងឈានទៅដល់បទជបាញ់គ្នាបាទប៉ុន្តែខ្ញុំអត់បានឮពាក្យពីកម្ពុជាបញ្ជាក់យ៉ាងម៉េចដែរណាបាទសារព័ត៌មានព្យាយាមទៅដែរប៉ុន្តែខាងកម្ពុជានៅមិនទាន់អាចនឹងឆ្លើយឆ្លងនៅឡើយទេពីព្រោះគាត់លំពលដែរបាទក្នុងហើយបើយោងតាមសារព័ត៌មាន Reuters នេះគាត់បានរាយការណ៍បន្ថែមទៀតថាប្រសិនបើរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនឹងអាចចូលរួមប្រជុំហើយឈានទៅដល់សម្រេចបាននៅកិច្ចព្រមព្រៀងជាមួយនឹងសមាភាគីកម្ពុជារបស់លោកនោះគឺប្រទេសទាំងពីរអាចនឹងសម្រេចបាននៅកិច្ចព្រមព្រៀងមួយដែលស្របតាមកិច្ចព្រមព្រៀងលើកមុនដែលសម្របសម្រួលជួយដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បន្ទាប់ពីមានការប្រយុទ្ធគ្នាម្ដងហើយកាលពីខែកក្កដាកន្លងទៅនេះបើយោងតាមសម្ដីរបស់លោកអនុทิនឆ័ន្ទវីរគុលបាទនេះសេចក្តីរាយការណ៍របស់ Reuters ក៏ថាអញ្ចឹងគឺបានន័យថាគឺដូចអ្វីដែលលោក Trump បានសម្របសម្រួលកាលពីពេលមុនមកហើយបាទបុកកញ្ចក់បន្តិចបាទឥឡូវសូមមុនបុកកញ្ចក់ចូលសម្ដីផ្ទាល់របស់លោកអនុทิនគាត់និយាយថាអ្វីដែលសំខាន់នោះគឺថាភាគីទាំងពីរទាំងយើងនេះគឺរក្សានៅការសន្យាថាភាគីគ្មានអ្នកណាម្នាក់នឹងគម្រាមកំហែងគ្នាទេធ្វើឲ្យអន់ចិត្តបាទឬក៏វាយប្រហារឬក៏អុចអាលហើយគឺយើងឈានទៅដល់ការកាត់បន្ថយនៅអំពើបន្ទុះសារាយរវាងប្រទេសទាំងពីរបាទនេះគឺបើតាមការបញ្ជាក់របស់លោកអនុทิនប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងបាងកកដោយនិយាយយោងទៅដល់លទ្ធភាពនៃការសម្រេចបាននៅកិច្ចព្រមព្រៀងជប់បាញ់គ្នាមួយសូមបើកវងកញ្ចក់បន្តិចប្រិយមិត្តស្ដាប់មើលនេះមិនមែនជាអ្វីដែលកម្ពុជានិយាយពីមុនមកឬក៏យ៉ាងម៉េចបាទកម្ពុជានិយាយដូចនេះនឹងយូរមកហើយបាទនឹងចំណុចទី1មែនទេមិនខ្ញុំអត់កាន់ជើងកម្ពុជាទេហើយខ្ញុំក៏មិនឲ្យប្រិយមិត្តមកគ្រប់តើខ្ញុំកាន់ជើងអ្វីដែលខ្ញុំនិយាយនឹងទាំងបិទភ្នែកដែរកម្ពុជានិយាយចឹងតាំងពីដើមមកថៃទេអត់និយាយចឹងថៃនិយាយថាម៉េចសិតតែវាយសិតតែដកដែរចេញពីកិច្ចព្រមព្រៀងឯណាកិច្ចព្រមព្រៀងមិនអាចបខំបានឯណាអ្នកខាងក្រៅមកកំលូកដៃមិនចឹងគាត់និយាយសិតតែចឹងអ្នកខាងក្រៅក៏ចង់សម្ដៅលើអាមេរិកអីហ្នឹងម៉ាឡេស៊ីហ្នឹងក៏មកលូកដៃរឿងឯណាប្រទេសទាំងពីរទេឥឡូវនិយាយដូចជាស្រួលបាទសង្ឃឹមតែគាត់ស្រួលគ្រប់ពេលចាស់កុំម្ដងណាសម្បត្តិមុខកញ្ចក់មកវិញសារព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថាគាត់បានព្យាយាមតាក់ទងទៅខាងអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាដែរណាប៉ុន្តែគាត់មិនអាចតាក់ទងបានបាទនេះគាត់បានបញ្ជាក់ប្រាប់អញ្ចឹងដែរអញ្ចឹងនេះគឺជាអ្វីដែលយើងឮតែពីខាងភាគីថៃទេដែលថារដ្ឋមន្ត្រីគាត់ទៅហើយខាងកម្ពុជាយើងអត់ទាន់បានទេណាបាទមន្ត្រីកម្ពុជាហើយនិងមន្ត្រីថៃបានជួបប្រជុំគ្នាចាប់តាំងតែពីថ្ងៃពុធមកម្លេះបាទក្នុងគណៈពេលដែលការបន្ទុះសារាយគ្នារវាងប្រទេសទាំងពីរហ្នឹងនៅតែបន្តចាំបានន័យថាក្រុមការងារថ្នាក់លេខាធិការរដ្ឋាភិបាលគាត់ជួបប្រជុំគ្នាពិភាក្សាគ្នាហើយការដែលបានសម្រេចបានកិច្ចព្រមព្រៀងកន្លងមកនេះគឺបានខូចខាតមកវិញនៅកាលពីដើមខែធ្នូដែលមកដល់ពេលនេះគឺយ៉ាងហោចណាស់គឺមានមនុស្សចំនួន98នាក់នៅទាំងភាគីទាំងសងខាងនៅក្នុងប្រទេសទាំងសងខាងបានស្លាប់បាត់បង់ជីវិតហើយមានប្រជាពលរដ្ឋជាងកន្លះលាននាក់បានភាស័កបាទចាប់តាំងពីកិច្ចព្រមព្រៀងបានចាប់តាំងពីចំនួនបានចាប់ផ្ដើមមកគឺទាំងម៉ាឡេស៊ីដែលជាប្រធានរបស់អាស៊ានបដូវវេននៅក្នុងប្លុកនោះបាទគឺបានហើយនឹងលោកត្រាំគឺខិតខំព្យាយាមបាទផងដែរដើម្បីឲ្យមានការបញ្ឈប់ការប្រយុទ្ធគ្នានេះក៏ប៉ុន្តែ
មិនបានជោគជ័យនោះទេបាទចាំបានន័យថាលើកទី2នេះការប្រយុទ្ធគ្នាលើកទី2នេះគឺបាទប្រធានអាស៊ានហើយនឹងលោកតាមព្យាយាមដែរណាបាទហើយក៏មានការប្រមានបាទហើយនឹងភាគីទាំងពីរដែលកំពុងតែមានចំនួនគ្នានោះក៏ត្រូវបានទីក្រុងប៉េកាំងដាក់សម្ពាធផងដែរអញ្ចឹង Reuters គាត់បាននិយាយថាមានម៉ាឡេស៊ីមានអាមេរិកមានចិនក៏បានដាក់សម្ពាធគ្នាសម្រួលឲ្យភាគីទាំងពីរជួបប្រយុទ្ធគ្នាហើយគឺខាងភាគីចិនហ្នឹងគឺបានបញ្ជូននៅបេសកជនពិសេសរបស់ទីក្រុងប៉េកាំងគឺលោកតេងស៊ីជុនបាទចូលរួមដែលមានការពិភាក្សាគ្នាជាមួយនឹងទីក្រុងបាងកកហើយនឹងទីក្រុងភ្នំពេញរដ្ឋបាលនៅក្នុងប្រទេសទាំងពីរនឹងផងដែរក្នុងរយៈពេលប្រហែលថ្ងៃថ្មីនេះហើយឥឡូវនេះលោកអនុធានក៏បាននិយាយបន្ថែមទៀតថាខ្ញុំសង្ឃឹមថាលើកនេះបាទគឺជាលើកចុងក្រោយហើយដែលយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះដើម្បីឲ្យនឹងមានសន្តិភាពនៅក្នុងតំបន់ហើយនឹងប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញបាទសម្ដែងអនុធានជាភាសាអង់គ្លេសថា I hope that this time will be the last time to sign such an agreement so that there will be peace in the area and people can return to their homes បាទសម្ដែងអនុធានណាដែលសារព័ត៌មាន Reuters បានដកសងបាទហើយគឺបាទសារព័ត៌មាននេះបានរាយការណ៍បន្ថែមទៀតអំពីសារបានដំណើរដើមតងដែលនាំឲ្យមានការចំនួនគ្នានេះហើយក្នុងនោះគឺខ្ញុំសូមបញ្ចូលមួយចំណុចគឺរបស់ខាងខៅសូតក៏ដូចជា Nation ក៏បាននិយាយថាក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃបានសម្រេចនៅថ្ងៃនេះគឺព្រមបញ្ជូនលោកឧត្តមសេនីយ៍ ណាថផងដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃហ្នឹងទៅជាតំណាងដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៅថ្ងៃស្អែកបាទអញ្ចឹងថៃក៏ប្រាប់មានសារព័ត៌មានថៃណាគាត់ថា The National Security Council NSC has decided to send Defense Minister General Nathapong as a representative to sign the joint statement with Cambodia tomorrow ចឹងបានន័យថាគឺបើយោងតាមប្រភពពីថៃវិញគឺថៃគាត់បើជាមានចំណុចព្រមគ្នាហើយគាត់នៅទៅចុះហត្ថលេខាជាមួយនឹងកម្ពុជាបាទអញ្ចឹងណាបាទហើយក្នុងចំណុចសំខាន់បើយោងតាមប្រភពពីថៃវិញណាបាទនៅក្នុងកិច្ចព្រមព្រៀងស្អែកហ្នឹងគឺខាងគឺនៅមានការជួបបាញ់គ្នាបាទការជួបប្រយុទ្ធគ្នារយៈពេល72ម៉ោងបាទអញ្ចឹងកិច្ចព្រមព្រៀងដំបូងគឺជួបប្រយុទ្ធគ្នារយៈពេល72ម៉ោងហើយក៏មានការដោះលែងបាទដោះលែងឆ្លៃសឹកទៅវិញទៅមកផងដែរបាទអញ្ចឹងណាបាទនេះគឺជាអ្វីដែលសារព័ត៌មានថៃផ្សាយឲ្យខ្ញុំសូមបញ្ចូលនៅក្នុងរឿងទី1នេះបាទអញ្ចឹងសូមជូនព័ត៌មានទី1ត្រឹមប៉ុណ្ណឹងហើយមានប្រិយមិត្តសួរខ្ញុំថាជាដំណឹងល្អទេស្អែកបាទដូចខ្ញុំបាននិយាយចឹងដំណឹងល្អតតែប្រជាពលរដ្ឋយើងអាចវិលត្រឡប់ទៅដល់លំនៅឋានវិញប្រកបអាជីវកម្មតាមធម្មតារបស់យើងវិញហើយមានសំណងបាទទៅលើការខាតបង់របស់កម្ពុជានៅសម្រាប់ខ្ញុំបានហៅថាជាដំណឹងល្អបើកាលណាតែត្រឡប់ទៅវិញហើយនឹងប្រកបអាជីវកម្មអីនឹងធម្មតាគ្រាន់តែជារឿងដែលអាចទទួលយកបានពីព្រោះប៉ះពាល់វាខ្លាំងទៅលើកុមារហើយនឹងប្រជាពលរដ្ឋហ្នឹងបាទតែរឿងថាល្អមិនល្អទេបាទពីព្រោះខូចខាតនឹងវាទំហំនឹងវាធំបាទព័ត៌មានទី2នេះខ្ញុំក៏បានជូនហើយប៉ុន្តែឥឡូវនេះដើម្បីឲ្យបានដឹងពីខាង The Guardian ហើយនឹងខាងសារព័ត៌មានផ្សេងទៀតបានរាយការណ៍នោះខ្ញុំសូមដកស្រង់ពីសារព័ត៌មាននេះរាយការណ៍បន្តិចដើម្បីដឹងពីស្ថានភាពនៅសមរភូមិណាបាទគឺបើយោងតាមសេចក្តីរាយការណ៍របស់ Guardian ដំបូងគាត់បាននិយាយថាប្រទេសកម្ពុជាបានចោទប្រកាន់ថៃថាបានបើកការវាយប្រហារក្នុងពេលដែលមានការចរចាអំពីបញ្ហាសន្តិភាពនៅតាមបណ្ដោយព្រំដែននេះហើយខាងភាគីថៃវិញក៏បានអះអាងដែរណាថាកម្ពុជានោះក៏បើកការវាយប្រហារនឹងទាំងយប់ផងដែរនៅមុនពេលដែលមន្ត្រីទាំងពីរជួបប្រជុំគ្នានៅថ្ងៃទី3នៅក្នុងការចរចានៅថ្ងៃចុងនេះចាំបានន័យថាថៃនិងកម្ពុជាបាននិយាយចោលគ្នាទៅវិញទៅមកអញ្ចឹងប្រិមិត្តកុំអន់ចិត្តអីភាសាអ្នកសារព័ត៌មានគាត់ត្រូវតែសរសេរអញ្ចឹងហើយពីព្រោះបើកាលណាកម្ពុជានិយាយអញ្ចឹងគាត់អត់មានអ្វីដែលផ្ទៀងផ្ទាត់ទេពីព្រោះនៅសារភាពសមរភូមិថៃនិយាយមកគាត់ក៏អត់អីផ្ទៀងផ្ទាត់ដែរគឺសារភាពនៅសមរភូមិអញ្ចឹងគាត់ទៅប្រកាសថាគេចោទគ្នាទៅវិញទៅមកបាទទៅវិញទៅមកអញ្ចឹងណាបើកាលណាគាត់និយាយស្របតាមកម្ពុជានឹងគឺគាត់មិនអាចនិយាយបានទេពីព្រោះគាត់សារព័ត៌មានអន្តរជាតិណាបាទអញ្ចឹងគឺ
ទៅយោគយល់អំពីចំណុចកន្លែងហ្នឹងបាទអញ្ចឹងដែលខ្ញុំបាននិយាយក្នុងពេលកន្លងមកហ្នឹងគឺបើសារព័ត៌មានកម្ពុជាគាត់និយាយកាន់ជើងកម្ពុជាមិនអីជារឿងអាចទទួលយកបានសារព័ត៌មានថៃនិយាយការពារថៃអានឹងជារឿងអាចទទួលយកបានដែរពីព្រោះគេជាតិគេប៉ុន្តែអ្វីដែលមិនអាចទទួលយកបានសម្រាប់ខ្ញុំនោះគឺបាទថៃចេះខ្មែរដែលគាត់និយាយយកតែពីពិភពថៃមកផ្សាយឲ្យខ្មែរយើងស្ដាប់ណាហើយគាត់និយាយដូចដឹងយ៉ាងបាទគឺពួកថៃចេះខ្មែរនោះគឺគ្រោះថ្នាក់ណាស់បាទក្នុងពេលដែលយើងកំពុងតែជួបបញ្ហាបែបនេះបាទអញ្ចឹងសូមបន្តទៀតគឺសារព័ត៌មាននេះរាយការណ៍ថាកម្ពុជាបានចោទប្រកាន់ថៃថាបានបង្កើនការទម្លាក់គ្រាប់បែកនៅតំបន់ដែលមានចំនួនគ្នាសូម្បីតែក្នុងពេលដែលមន្ត្រីនៃប្រទេសទាំងពីរចូលរួមនៅក្នុងកិច្ចប្រជុំរយៈពេលជាច្រើនថ្ងៃដើម្បីមានគោលបំណងចរចាបញ្ចប់ការប៉ះទង្គិចគ្នាដល់ប្រឡ័យនៅតាមបណ្ដោយព្រំដែននេះហើយគឺទាំងមន្ត្រីកម្ពុជានិងមន្ត្រីរបស់ថៃបានជួបប្រជុំគ្នានៅថ្ងៃទី3នៅតាមតំបន់ច្រកព្រំដែននៅថ្ងៃសុក្រនេះដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីររំពឹងថានឹងជួបគ្នានៅថ្ងៃសៅរ៍បាទនេះគឺគាត់វិការពីមុនទេណាបាទអញ្ចឹងឥឡូវមកដល់ពេលនេះការវិវត្តហ្នឹងគឺគាត់នឹងជួបគ្នាណាតាមភាគីថៃបានបញ្ជាក់មកទោះបីជាយ៉ាងណាក៏ដោយគឺលោករដ្ឋមន្ត្រីសំទោសទោះបីជាយ៉ាងណាក៏ដោយគឺក្រសួងការពារជាតិរបស់កម្ពុជាបាននិយាយថាគឺយោធារបស់ថៃបានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកយ៉ាងច្រើននៅក្នុងតំបន់ចំនួនគ្នាគឺនៅក្នុងខេត្តបន្ទាយមានជ័យចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រមកនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់កម្ពុជាបាននិយាយថាចាប់ពីម៉ោង 6:08 នាទីព្រឹករហូតដល់ម៉ោង 7:15 នាទីព្រឹកគឺយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ដើម្បីទម្លាក់គ្រាប់ប្រមាណជា40គ្រាប់បាទហើយបង្កើនការទម្លាក់ផ្សេងទៀតនៅតំបន់ជោគជ័យនៅភូមិជោគជ័យហើយសារព័ត៌មានថៃវិញក៏រាយការណ៍ផងដែរនៅថ្ងៃសុក្រនេះថាកងកម្លាំងកម្ពុជាគឺបានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរទាំងយប់តែម្ដងទៅតំបន់ព្រំដែនគឺនៅខេត្តស្រះកែវដែលនៅទីនោះគឺបានបំផ្លាញផ្ទះជាច្រើនខ្នងដោយសារតែគ្រាប់បានធ្លាក់ចំហើយនៅព្រលឹមនេះផងដែរបាទគឺខាងសារព័ត៌មានបានរាយការណ៍អំពីការជួបសន្ទនាគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតដែលលោកបានបង្ហោះសារតាមបណ្ដាញសង្គម Facebook ថាលោកបានសន្ទនាគ្នាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio ហើយអ្នកដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីវិធីសាស្ត្រក្នុងការធ្វើយ៉ាងណាដើម្បីធានាឲ្យបាននៅបទជបាញ់នៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters ណាក៏បាននិយាយយោងទៅដល់ការសន្ទនាគ្នារវាងលោក Marco Rubio ហើយនិងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាអញ្ចឹង